ថ្ងៃហ្នឹងបានទៅចំការ3នាក់កូននិងប្អូនបំណងគឺទៅមើលចំការដែលទុកចោលរោគខែគឺ2-3ខែហើយយើងថាទៅបេះបន្លែផងបេះផ្លែទ្របេះទេសបេះអីនេះជាផ្លែទ្របដែលដាំឆ្នាំទៅហើយមកមើលឆ្នាំហ្នឹងទៅបេះមានផ្លែខ្លះសល់ពីគេលួចបេះហ៎គេដើរកាត់ហ្នឹងហើយគេបេះហើយយើងជាម្ចាស់ហ្នឹងយើងបែរជាបេះសល់ពីគេទៅវិញវាអត់សូវមានច្រើនតែដោយសារតែយើងអត់បានថែវាឡើងព្រៃឡើងអីទុកចោល2-3ខែដែរអញ្ចឹងឡើងសុទ្ធតែស្មៅយើងទៅជាការមួយផ្សេងយើងរវល់មួយជាការផ្សេងជាការនេះយើងទុកចោលបន្ទាប់ពីយើងបានបេះផ្លែបេះទ្រប់បេះអីហើយយើងចុះទៅក្រោមមើលទឹកដែលបេះនេះស្លឹកអីគេ6ដំរីនៅកន្លែងទឹកអត់ដឹងថាជាផ្លែអីតែវាស្តៀងនឹងផ្លែប៉ោមតែអត់បានចុះទៅមើលទេសំខាន់គឺផ្ដោតទៅលើដើរបេះនេះស្លឹក6ដំរីចុះថាមានឲ្យយកមកទៅទុកនៅផ្ទះផ្ទះជាការចាក្រនេះសុំមកមានវាទុកវាចោលទៅវាថាខ្លួនឯងបេះបានទុកលើថ្មអានេះយើងដើរទៅកាប់បឺសៃយើងយកដើមបឺសៃហ្នឹងថាទៅតបាញ់ធ្វើស្មុកទៅរកកាប់ណាល្អពេលនឹងថតកាត់ខ្លះកាប់ហើយយើងទៅវិញងូតទឹកឲ្យសុំមកងូតទឹកអូម្ដងនេះយើងធ្វើដំណើរទៅភូមិវិញតែពេលយើងទៅភូមិនោះយើងប្រទះឃើញផ្លែហ្នឹងតែដឹងថាផ្លែហ្នឹងបានញ៉ាំក៏អត់បានធំថតហ្នឹងបានបេះសួរចាស់បានវាស្គាល់ខ្ញុំបេះថតលេងដល់ចិត្តពាក្យកដាលផ្លូវហើយយើងប្រទះឃើញនឹងអាស្បុកសัตว์ហើយតឡើងទៅមើលវាមានពងក៏មានកូនអត់ឡើងរំតខាតអត់មានឃើញអីទេឃើញស្បុកពងក៏អត់កូនក៏អត់មានតែពេលខ្ញុំថតកាត់តែពេលយកស្បុកចាប់នឹងច្រើនកន្លែង3-4កន្លែងវាអត់មានអីទេខ្លះសតលាមួកនឹងក៏ចូលទៅ